ចឹងយើងមកដឹងទាំងអស់គ្នាថាតើ HPV ប្រភេទមួយណាដែលគេជួបញឹកញាប់ជាងគេដែលងាយបង្កឲ្យកើតទៅជាមហារីកមាត់ស្បូនចាអញ្ចឹង HPV ដែលយើងជួបញឹកញាប់ជាងគេនោះគឺ HPV លេខ16ដែល HPV លេខ16គេសិក្សាឃើញថាជួបប្រហែលជា 60% ហើយ HPV លេខ18គេសិក្សាឃើញថាជួបប្រហែលជា10ទៅ15%ទាំង HPV លេខ16និង18ករណីដែលយើងឆ្លងរយៈពេល10ឆ្នាំអញ្ចឹង 50% អាចបង្កទៅជាមហារីកមាត់ស្បូនចាអញ្ចឹង HPV ដែលគេជួបញឹកញាប់បន្ទាប់ទៀតនោះគឺ HPV លេខ45ដែល HPV លេខ45គេធ្វើការសិក្សាជួបប្រហែលជា6ទៅ8%បន្ទាប់មកទៀត HPV ដែលយើងជួបញឹកញាប់ដូចគ្នានោះគឺ HPV លេខ31និងលេខ33ដែលគេជួបចន្លោះពី3ទៅ4%ចំណែកឯ HPV លេខ52និង HPV លេខ58គឺគេធ្វើការសិក្សាជួបចន្លោះប្រហែលជា2ទៅ3%ហើយ HPV ដែលយើងជួបបន្ទាប់ទៀតនោះគឺ HPV ដែលមានលេខ34 35 51 56និង68យើងជួបប្រហែលជា1ទៅ2%បើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមអាច comment និង follow បានណា